một cái vì như sang tí pi grammar chứ grammar thì chơi cái lươn lươn để sao tại thì chơi trong ở bộ dương có mỗi thôn chẳng á ok chứ lời thì chơi nông pro trong lại ở mong tới chứ dương mới tìm một example cái do trong lại may I go with you to the shop chứ trong lại tìm một cái example bây giờ cứ trong lại b để sao tại may I go with you សំដៅលើការគួរសមអូខេការស្នើសុំបែបគួរសមអញ្ចឹងណាយើងប្រើពាក្យ may I ដូចយើងអាសានិយាយយើងក្មេងៗក៏អាសានិយាយដែរថា may I go to the bathroom may I come in please អញ្ចឹងណាបាទតោះលេខ1 so សំណាង work in the post office បាទអញ្ចឹងយើងមើលសំណាង work គឺជា verb 1អូខេហើយបើសិនជា verb 1 question tag របស់វាត្រូវតែតកតងនឹង do ឬក៏ doesហើយបើសិនជាប្រយោគនឹងស្រប question tag របស់យើងគឺបដិសេធបាទអញ្ចឹង do dash មានតែមួយទេគឺចម្លើយ D អូខេអញ្ចឹងសំណាង work in the post office doesn't he អញ្ចឹង question tag គឺបែបហ្នឹងណាប្រយោគស្រប question tag របស់វាបដិសេធបើប្រយោគនឹងបដិសេធ question tag វាត្រូវតែស្របហើយបើ present simple យើងត្រូវការ do dash អូខេតោះលេខ2 my father works in that firm 1975 to 1989 now he retired អញ្ចឹងប៉ារបស់ខ្ញុំបានធ្វើការនៅអង្គការឬក៏ក្រុមហ៊ុនមួយនោះ the firm ក្រុមហ៊ុនមួយនោះពីឆ្នាំ75ដល់ឆ្នាំ89មានន័យថាសកម្មភាពមួយនឹងបានចប់សពគ្រប់នៅក្នុងអតីតកាលអញ្ចឹងបើសិនជាសកម្មភាពមួយចប់នៅក្នុងអតីតកាលបាទអញ្ចឹងវាគឺជា past simple អូខេអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ B Okay. And 3 which sentence is correct one តើរបស់មួយណាដែលត្រឹមត្រូវជាទូទៅ clear ហ្នឹងគេចង់និយាយថាខ្ញុំកើតជំងឺផ្ដាសាយអូខេអញ្ចឹងគេតែងតែប្រើពាក្យថា I have catch a cold មានន័យថាខ្ញុំបានកើតជំងឺផ្ដាសាយ we can say I have a cold ឬក៏ I have cold អូខេឡើងអត់ត្រូវទេហើយឡើយនេះគឺត្រូវប៉ុន្តែដោយសារតែ catch វាអត់អាចដាក់ ed បានទេ catch verb 3របស់វាឬក៏ past participle របស់វាគឺ catch អូខេអញ្ចឹងយើងមើលនៅក្នុង irregular verb ទៅឃើញណាអញ្ចឹងសរុបមកចម្លើយ D ដែលល្អជាងគេ and number 4 eyes on the bench in the park when the rain passed me អញ្ចឹងនៅពេលដែលយើងធ្វើលំហាត់វេយ្យាករណ៍ទាក់ទងនឹងអតីតកាលអញ្ចឹងអ្នកយើងមើល they run យើងមាន2ល្បះសងខាងបែបនេះល្បះទី1 subject ទី1នេះ subject ទី2អញ្ចឹងនៅពេលដែលយើងមើលនៅក្នុងយើងមើលទៅលើ subject ទី2របស់យើងអញ្ចឹងបើ subject ទី2របស់យើងអតីតកាល subject ទី1នេះក៏ត្រូវការប្រើកិរិយាសព្ទអតីតកាលដែរអញ្ចឹងនេះយើងមើលពាក្យណា they ran past me ពួកគេរត់កាត់ខ្ញុំអញ្ចឹងមានថាយើងធ្វើអីនៅណាទើបគេរត់កាត់យើងអញ្ចឹងណាអញ្ចឹងមានថាគាត់អត់កំពុងតែនេះ have said នេះអត់ត្រូវទេដោយសារតែ set នេះជា verb 1 verb 2 verb 2អត់អាចដាក់ជាមួយ have បានទេអូខេហើយកន្លែងនេះ verb set ខ្ញុំអង្គុយនៅលើបងនៅពេលដែលគេរត់កាត់ខ្ញុំអញ្ចឹងវាអាចនឹងត្រូវដែរណា C ប៉ុន្តែវាមិនមែនជាចម្លើយត្រូវទេហេតុអីដោយសារតែយើងអង្គុយពាក្យថាអង្គុយយើងអង្គុយសុកឃើញគេរត់កាត់អញ្ចឹងមានន័យថាយើងកំពុងអង្គុយនៅពេលនោះអញ្ចឹងបើនៅពេលនោះយើងកំពុងអង្គុយគឺចម្លើយ A I was sitting on the bench អញ្ចឹងណាឬក៏យើងចំណាំថាមានសកម្មភាពមួយកើតឡើងហើយនៅសកម្មភាពមួយទៀតគឺកំពុងកើតឡើងនៅក្នុងអតីតកាលអូខេបាទអញ្ចឹងសុំទោសផងតើតើនឹង background noise ដោយសារ teacher អត់មានបន្ទប់អីល្អក្នុងការបញ្ចូលសលេងអញ្ចឹងណាហើយ background noise មានសលេងអ្នកជិតខាងអីចឹងទៅអូខេ and the last one Thida អញ្ចឹងដល់នឹងដូចគ្នាដែរយើងមានល្បះមាន subject 2យើងមាន subject ខាងនេះអញ្ចឹង conditional sentence យើងធ្លាប់រៀនហើយថាបើសិនជាមាន verb 2ចម្លើយរបស់យើងនៅត្រូវបំពេញគឺមាន would អូខេអញ្ចឹងបើមាន would ត្រូវការ verb 2ឬក៏បើមាន to ត្រូវការ would អូខេអញ្ចឹងចម្លើយរបស់យើងគឺ would ឬក៏បើសិនជាកន្លែងនេះជា verb 1ណាកន្លែងនេះជា verb 1អញ្ចឹងចម្លើយយើងនឹងត្រូវការ will អូខេប៉ុន្តែចេះដល់នេះពាក្យ will ជា verb 2អញ្ចឹងចម្លើយរបស់យើងពាក្យដែលត្រូវបំពេញកន្លែងនេះគឺ would អូខេបើអត់យល់ teacher នឹងធ្វើវីដេអូផ្សេងបញ្យល់ពី conditional sentence បន្ថែមទៀតអូខេ